បាទសួស្តីកូនទី8សាជាថ្មីឥឡូវនេះលោកគ្រូនឹងកែលំហាត់ពីតាកើបន្តទៀតនៅលំហាត់លេខ6ហើយ6នេះយើងមានរូបទី1រូបទី2នេះឥឡូវកែរូបទី1នេះសិនរូបទី2យើងគឺនេះបាទរូបទី1រូបទី2វាមានលក្ខខណ្ឌខុសគ្នាខ្លះទៅគូរូបថែមខ្លះទៅតាំងអក្សរអញ្ចឹងនៅក្នុងលំហាត់លេខ6នេះបាទលេខ6នេះគឺគេឲ្យគណនា x y បាទលេខ6ណាអញ្ចឹងគ្រូសូមសរសេរចម្លើយសិនបាទលេខ6នេះគឺជារូបទី1ណាបាទ6កំណត់ក៏ដូចគណនាកំណត់គណនា x និង y ការ៉េបាទដែលគេឲ្យណាអញ្ចឹងដាក់ថារូបទី1នេះណារូបនេះអញ្ចឹងកន្លែងនេះបើយើងចង់សរសេរលឿនយើងធ្វើបែបណាយើងមិនបាច់តាំងយើងធ្វើបែបលឿនបើយើងតាំងយើងយូរប៉ុន្តែពេលខ្លះការតាំងល្អមួយយ៉ាងយើងត្រូវបន្ថែមដើម្បីឲ្យស្រួលនិយាយប៉ុន្តែពេលខ្លះការតាំងនេះធ្វើឲ្យវែងឲ្យច្រើនអញ្ចឹងឥឡូវនេះគ្រូអត់តាំងទេធ្វើតាមឲ្យយើងគិតថាមហាត់នេះងាយហើយមហាត់ប្រភេទនេះឬកំហាត់មុននោះសិតតែជាលំហាត់ដែលពេញនិយមក្នុងការចេញប្រឡងក៏ដូចជាចូលចិត្តឬគ្រូផ្សេងចូលចិត្តដាក់នៅក្នុងការប្រឡងក្នុងមាសក៏ដូចជាខែពាក់ព័ន្ធនឹងលំហាត់មេរៀនសិក្សាពីតកើហើយក៏តាក់ទងពេលខ្លះទៅថ្នាក់ជាតិទៀតណាបាទថ្នាក់ទី9អញ្ចឹងកំណត់ x កន្លែងនេះបាទអញ្ចឹងលោកគ្រូនឹងចាប់ផ្ដើមតែម្ដងគឺយើងផ្អែកតាមទ្រឹស្ដីបទបាទពីតាកើបើនេះមានថារូបយើងមានសាច់ទេណាចឹងតែយើងអត់តាំងទេបាទយើងអត់តាំងទេយើងចង់រក x តំណាងឲ្យអីឈុំនឹងជ្រុងមុំជ្រុងដែលឈុំនឹងមុំកែងនេះអញ្ចឹងតំណាងឲ្យពីអ៊ីពូទីនូសអញ្ចឹងយើងប្រើតាមស្អិតពីតកើមកបានយើងបាន x ការ៉េស្មើនឹង6ការ៉េបូក8ការ៉េអញ្ចឹងយើងបានបន្តទៀត x ការ៉េស្មើ36បូក64ខេកន្លែងនេះសេ x ការ៉េក៏បានមិនសេក៏បាននេះសេតែដបងហើយ